ឥឡូវយើងនិយាយពីប្រធានបទណាមួយប្រធានបទការវិភាគរឿងយកជើងធ្លាប់យកជើងយើងយកចំណាយលុយប៉ុណ្ណាក្នុងមហាត់ហើយ5នាក់រួចអត់អស់លុយប៉ុណ្ណានេះបើយើងនិយាយអញ្ចឹងទុកឲ្យបងអ្នកសួរខ្ញុំជប់តា1 2 3អូខេអូនបងសុំសួរមួយបងឃើញថាបងដើរមកមិញបងឃើញថាដំឡូងរបស់អូនឯងបងប្លែកចេះបាទកន្លែងខ្លះវាមាននៅស្មៅកន្លែងខ្លះស្មៅងាប់ស្អាតហើយកន្លែងខ្លះអានៅស្មៅហ្នឹងឃើញដូចស្នាមគេកេះគេដកគេដកយកជើងអូខេឥឡូវចេះបងសុំសួរសិនហេតុអីបានអូនឯងជ្រើសរើសយកមកថងមកប្រើចេះបងដោយសារតែមកថងវាប្រភេទថ្នាំបាញ់ទៅអត់ប៉ះពាល់ដលងមួយទូយើងបាញ់បានបាទហើយមួយទៀតយើងបាញ់ទៅវាឃើញថាងាប់ល្អដូចស្មៅនេះយើងមិនទឹមតែបាញ់បាន3ថ្ងៃទេអានេះ3ថ្ងៃបាទ3ថ្ងៃទេអូគេតែងាប់ល្អហើយស្រួលកំចាប់មែនតើបើយើងប្រើមកថងនេះគឺបាញ់ស្រួលបាញ់គឺកំចាប់បាទឃើញថា3ថ្ងៃគឺងាប់ល្អហើយអានេះបាញ់ក្នុងកូនចន្ទីដែលយើងទឹមតែដាំក៏បានអត់បញ្ហាដំឡូងមិចចន្លោះរងដំឡូងក៏បានចន្លោះរងអានេះយើងមើលទៅឃើញចង់ដល់រឹសនេះចង់ដល់ហើយបាទអានេះគឺក្រៀមចង់ដល់រឹសបាត់ហើយតែត្រឹម3ថ្ងៃហ៎3ថ្ងៃអូខេបាទរយៈពេល3ថ្ងៃបាញ់ដាក់កម្រិតទឹកប្រមាណលីត្រហើយប្រមាណ cc លីរបស់យើងនេះអានេះគឺខ្ញុំប្រើកម្រិត cc វាគឺ200 cc បាទ200 cc ហើយខ្ញុំលាយជាមួយទឹកយើងបាញ់ម៉ូទ័រដៃ20លីត្រ20លីត្របាទប៉ុន្តែបច្ចេកទេសយើងបាញ់គឺយើងត្រូវប្រើឧទាហរណ៍ថាក្នុងដលង1រងអញ្ចឹងខ្ញុំអត់បាញ់យកវាពេញសងខាងទេគឺខ្ញុំបាញ់ចំហៀងបាញ់យកម្ដងមកចំហៀងបាទដោយសារតែស្មៅក្នុងចក្រាយើងច្រើនអញ្ចឹងខ្ញុំប្រើមកចំហៀងនេះដើម្បីឲ្យវាបាញ់សពល្អអូខេល្អបាទបងដូចជាធ្លាប់ជួបដែរគេនិយាយថាគេបាញ់តាវាចេះក៏បានហើយអាបាញ់វាចេះហើយនិងអាបាញ់ចំហៀងចេះអាហ្នឹងក៏អូខេដូចគ្នាដែរមែនទេអូខេដូចគ្នាប៉ុន្តែសំខាន់លើអ្នកជំនាញបាញ់អូខេយល់ប៉ុន្តែបងនៅមានសំណួរមួយទៀតបងចង់សួរអូនថាពេលដែលបងដើរមកឃើញមានកន្លែងខ្លះឃើញយកជំរះជើងបងចង់សួរបន្តិចបងអត់តន់នេះទេតំបន់នេះអត់ដឹងថាពលកម្មមិនទេតែបងចង់ឲ្យអូនឯងជ្រាបធៀបថារវាងការបាញ់ម៉ាថងហើយនិងការជំរះជើងហ្នឹងវាខុសគ្នាបែបណាអញ្ចឹងជាបទពិសោធន៍ការពីមិនតាន់មានការប្រើថ្នាំនេះគឺខ្ញុំពីមុនមកគឺយើងអត់តាន់មានថ្នាំស្មៅប្រើទេបងអូខេបាទគឺយើងជំនះដៃអញ្ចឹងយើងត្រូវប្រើកម្លាំងពលកម្មហ្នឹងមិនក្រោមពី10នាក់ទេបងបាទហើយក្នុងការប្រើហ្នឹងយើងជួលគេហ្នឹងគឺមួយថ្ងៃ30000បាទអញ្ចឹង10នាក់វាប្រហែល300,000បាទ300,000អូអស់ច្រើនហ្នឹងហើយប៉ុន្តែនៅពេលដែលខ្ញុំបកមកប្រើម៉ាថងនេះវិញគឺឃើញថាបាទគឺឃើញថាខ្ញុំបកមកប្រើម៉ាថងនេះអស់តម្លៃតែ85,000ទេក្នុងមួយបដង85,000ក្នុងមួយបដងតែខ្ញុំបាញ់ខ្លួនឯងបាទអញ្ចឹងចុះបើសិនយើងជួលគេនៅនេះមួយថ្ងៃប៉ុន្មានយើងជួលគេតម្លៃវាគឺ40000ក្នុងមួយ40000អញ្ចឹងបើមកថាឥឡូវយើងជួលគេមួយថ្ងៃ40000បាទអញ្ចឹងដីមហាត់ម្នាក់ហើយទេមួយថ្ងៃក្នុងមហាត់តតអ្នកនឹងបាញ់ប្រឹងហើយជំនាញក្នុងការបាញ់លឿនដែរបាទបានហើយបាទអូខេបើបាញ់ខ្លួនឯងហើយទេបាញ់ខ្លួនឯងហើយក្នុងមហាត់តែដីយើងអត់សូវស្មៅហ្មងណាតែបើស្មៅខ្លាំងក៏អត់ហើយដែរចាយពេលទៅមួយថ្ងៃកន្លះអញ្ចឹងវាអាចនឹងអស់ប្រហែលជា50000 60000ណាបាទអស់60000បាទបើយើងគិតពីពលកម្មអញ្ចឹង50000ថា60000ចុះអញ្ចឹងបូកជាមួយនឹងអានេះ85000ទៀតវាអស់ប្រហែល145,000អូខេរវាង145,000ហ្នឹង300000តើមួយណាចំណេញជាង14ការប្រើថ្នាំនេះល្អជាងបាទចំណេញជាងបាទហើយជាលទ្ធផលរយៈពេលនៃការដុះមកវិញមិនដែរជាលទ្ធផលតើខ្ញុំសង្កល់មើលគឺឃើញថាប្រើម៉ាន់ថងនេះគឺវាអត្រាការដោះហ្នឹងវាយឺតជាងយើងជំនះដៃបាទដោយសារអីយើងបាញ់នេះហើយដលងវាឡើងលឿនជាងស្មៅកាលណាស្មៅដោះមកក៏អត់តាន់ដែរតែបើយើងជំនះស្មៅក្នុងរយៈពេលតែ10ថ្ងៃតែភ្លៀងជ្រុំតែ4-10ថ្ងៃគឺស្មៅនឹងមកវិញហើយវាអត់បានងាប់វិញទេព្រោះអីដោយសារតែយើងដកពីគុំនេះមកដាក់ក្រោមអញ្ចឹងដីវាលុបវិញណាអញ្ចឹងវាដោះមកវិញលឿនណាអូត្រូវភ្លៀងមេដោះមកវិញហ្នឹងហើយអូខេដោយឡែកបងដើរមកឃើញតំបន់នេះឃើញមានអ្នកគេប្រើម៉ាថងយើងមានអ្នកខ្លះប្រើតាំងពីខែ5បាទតាំងពីខែ6តែដោយឡែកអូនទើបប្រើអញ្ចឹងអានេះគឺជាអ្វីដែលអូនបានចែកម្លែកផ្ទាល់ណាអូនទើបប្រើប៉ុន្តែច្បាស់ជាមានបងប្អូនយើងគាត់ឆ្ងល់ហើយគាត់ថា
ទើបប្រាប់បាន3ថ្ងៃមិនបានដឹងថារយៈពេលដុសខុសគ្នា ចេះដោយសារតែពីមុនមកហ្នឹងខ្ញុំធ្លាប់សង្កេតឃើញបងមួយគាត់នៅចិត្តការខ្ញុំគាត់បាញ់អាហ្នឹងដែរ បាទ បាទហើយទៅខ្ញុំសង្កេតមើលទៅគឺមែនដោះដូចខ្ញុំថាមែន បាទ បាទហើយមិនមែនថានេះទេពីចការខ្ញុំវាអត់នៅជាប់គ្នាច្រើនទេវានៅឆ្ងាយពីគ្នាដែរ បាទ បាទដោយសារតែនេះខ្ញុំដាំក្រោយអញ្ចឹងខ្ញុំបាញ់ក្រោយតែអីនោះខ្ញុំបាញ់មុន អូមានកន្លែងបាញ់មុនណា កន្លែងបាញ់មុន អូខេយល់អញ្ចឹង ដូច្នេះបានខ្ញុំហ៊ានលើកយកមកនិយាយហ្នឹង អូខេល្អ good ហ្នឹងហើយអញ្ចឹងដើម្បីអស់ចម្ងល់បងប្អូនដូចបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងនៅក្នុងក្នុងចំការរបស់បងប្អូនបាទហើយឥឡូវនេះយើងឃើញថាជាលទ្ធផលយើងឃើញថាស្មៅគ្រប់ប្រភេទបាញ់ហើយឃើញថាស្អាតល្អទាំងដំឡូងមីក៏វាមានការលូតលាស់ដែរមិនប៉ះពាល់ហើយកូនចន្ទទីក៏យើងអូខេដែរបាទអញ្ចឹងជាចុងក្រោយមានអីផ្ដាំផ្ញើទៅបងកសិករយើងទេ បាទជាចុងក្រោយខ្ញុំសូមណែនាំឲ្យបងប្អូនវិជាកសិករទាំងអស់រួមគ្នាប្រើថ្នាំបាញ់ស្មៅសញ្ញាម៉ាន់ថង បាទ ឆ្កែមាសបាទសញ្ញាវិញគឺឆ្កែមាសហ្នឹងហើយបាទជួយចូលរួមប្រើទាំងអស់គ្នាឃើញថាថ្នាំនេះគឺបាញ់ល្អហើយស្មៅងាប់ល្អបាទសូមអរគុណ បាទអរគុណបាទ អរគុណច្រើនអរគុណច្រើនជុំយ៉ា